motor ជាមួយនឹង VT យើងបានសិតរៀបរាល់ហើយអញ្ចឹងខ្ញុំចូលទៅ parameter S15 S5 បាទ S5 យើងចូលមកយើងមើល parameter ទី1 S05 01អញ្ចឹង motor 2 pole បាទយើងសិតមក2 pole ហើយតមកទៀតយើងមើលទៅលើគីឡូអញ្ចឹងវា 18.5 គីឡូបាទយើងសិតតាមហើយអានេះ 50R frame កង់អូខេសិតហើយបងបាទតមកទៀតនេះ 2900 ជុំបាទក្នុងនាទីយើងសិតហើយនេះគឺវ៉លគឺ 380 វ៉លយើងបានសិតរៀបរាល់ហើយនេះបាទ37 ampere យើងបានសិតហើយអស់ហើយបងបាទអញ្ចឹងរៀបរាល់ហើយយើងសិត parameter ឲ្យទៅជាមួយនឹង inverter VT បងបាទបញ្ជាក់ទីបងជើង Huawei នេះជើង domino នេះអានេះsolar dot solar box អានេះភ្លើងរត់បងបាទ3 pha បាទ3 pha ហើយនេះជួយទី inverter បាទ UVW បាទក្រុមនេះគឺបុកទៅខ្សែដី